ngày năng chấm chọn slom chu kêu nhầm tới riệp chấm sai riệp chấmตะ กูล ไอ้ ใจ มา ให้ ตะ โหม ปล miền ปล สำหรับ ខ្ញុំ គឺ ថា អត់ តវល់ ទេ អត់ មាន ปล ខ្ញុំ បង ក្រូច ឆ្មា ចា សួស្តី ជម្រាប សួរ បងប្អូន ចង់ ញ៉ាំ អី ញ៉ាំ ទៅ តែ កុំ ភ្លេច រឿង ម្ហូប ប្តី និង កូន ខ្ញុំ ធ្វើ ម្ហូប អី ខ្លួន ឯង ញ៉ាំ អញ្ចឹង ខ្ញុំ ត្រូវ ធ្វើ ម្ហូប អី ផ្សេង របស់ ប្តី និង កូន នឹង ញ៉ាំ ផ្សេង ព្រោះ ប្តី ខ្ញុំ ឲ្យកូន ខ្ញុំ ប្តី ខ្ញុំ និង កូន ស្រី ខ្ញុំ អា បង នឹង គាត់ អត់ ចេះ ញ៉ាំ ម្ហូប ខ្មែរ ទេ អញ្ចឹង ខ្ញុំ ត្រូវ ធ្វើ ម្ហូប ផ្សេង ឲ្យ ពួក គាត់ ញ៉ាំ តបេះ ត กูล បែ អី នឹង កូន ពៅ ខ្ញុំ នឹង គាត់ កេះ ហៅ ខ្ញុំ ទៅ លេង ជាមួយ គាត់ ខ្ញុំ ថា ខ្ញុំ អត់ លេង មួយ គាត់ ទេ គាត់ យំ អញ្ចឹង ត ខ្ញុំ នឹង ឆ្លៀត លេង ជាមួយ គាត់ ធ្វើ ម្ហូប បដា នឹង ឆ្លៀត លេង ជាមួយ គាត់ បដា ទៅ បើ ខ្ញុំ អត់ ធ្វើ អញ្ចឹង ទេ ថ្ងៃ នឹង គឺ ថា អត់ បាន ម្ហូប ញ៉ាំ ទេ គាត់ ត្រូវ កិច្ច កប់ កូន ពៅ ខ្ញុំ បើ ថា ឲ្យ គាត់ ទៅ អង្គុយ លេង អី ម្នាក់ ឯង នឹង គាត់ អត់ ចូល ចិត្ត លេង អី ម្នាក់ ឯង ទេ គាត់ ចូល ចិត្ត មក លេង មាន គ្នា ហើយ បើ ថា ខ្ញុំ ឲ្យ គាត់ យក ប្លុក ប្លោ មក លេង វិញ ហើយ គាត់ យក មក ផ្ទះ បាយ នឹង លេង ជាមួយ ខ្ញុំ នឹង តែ ម្ដង ចឹង ហើយ លេង ជាមួយ គាត់ បដា ធ្វើ ម្ហូប បដា ទៅ ធ្វើ មិន ទេ អ្នក មាន កូន តូច ទើប យល់ អារម្មណ៍ មួយ នេះ ខ្ញុំ បេះ ត กูล បែ អី រួច រាល់ អស់ ហើយ ឥឡូវ ខ្ញុំ ក៏ មក រៀបចំ កាត់ ស្លាប មាន់ វិញ ម្ដង ស្លាប មាន់ នឹង ខ្ញុំ កាត់ វា ជា 2 ទៅ ហើយ ខ្ញុំ វះ ឆ្នូត វា តិច ៗ ទៅ ខ្ញុំ យក វា ទៅ ប្រឡាក់ អាំង ឲ្យ ពួក គាត់ ញ៉ាំ ខ្ញុំ ឆូត សាច់ មាន់ នឹង តិច ៗ អញ្ចឹង ទៅ ពេល ដែល យើង ប្រឡាក់ គ្រឿង ទៅ សាច់ មាន់ នឹង វា ចូល ជាតិ បាន ល្អ ចា ឥឡូវ នេះ ខ្ញុំ មក រៀបចំ ប្រឡាក់ សាច់ វិញ ម្ដង ខ្ញុំ មាន ដូចជា ប្រេង ខ្យង ម្សៅ ស៊ុប ដាក់ ម្រេច បន្តិច រួច ហើយ ខ្ញុំ ក៏ មាន ដាក់ ទឹក ប្រឡាក់ សាច់ barbecue នឹង បន្តិច ទៅ រួច ខ្ញុំ កូរ ច្បល់ គ្រឿង ឲ្យ សព្វ ចូល គ្នា ចាក់ សាច់ មាន់ នឹង ចូល ទៅ ប្រឡាក់ ច្បល់ វា ឲ្យ សព្វ ចឹង ទៅ រួច ខ្ញុំ នឹង ភ្លេច រឿង មួយ យ៉ាង បងប្អូន អើយ ដាក់ ប្រេង ឆា យើង បន្តិច ទៅ ដើម្បី ឲ្យ សាច់ យើង នឹង វា ពេល យើង អាំង ទៅ វា ទន់ ឆ្ងាញ់ ណា វា អត់ រឹង អត់ ខ្សោះ ចា រួច ហើយ នឹង ខ្ញុំ ក៏ ច្បល់ គ្រឿង នៅ វា សព្វ ចូល គ្នា ចឹង ទៅ វា ច្បល់ សព្វ ហើយ ខ្ញុំ ក៏ ទុក វា នឹង ម្ដុំ សិន ទៅ ឥឡូវ ខ្ញុំ ក៏ មក រៀបចំ ស្ល ម្ជូរ គ្រឿង ខ្ញុំ មុន សិន ខ្ញុំ ចាក់ ប្រេង សារាយ ចូល បន្តិច ទៅ ដាក់ គ្រឿង នឹង ចូល ទៅ លីង គ្រឿង រៀង ឈ្ងុយ បន្តិច ខ្ញុំ ក៏ ចាក់ សាច់ គោ នឹង ចូល ទៅ ឆា វា រៀង មក ស្ទាប់ ពី ស្ទាប់ ទៅ រួច ខ្ញុំ ក៏ ដាក់ គ្រឿង ទេស ចូល ទៅ គ្រឿង ទេស នោះ ខ្ញុំ ដាក់ ម្សៅ ស៊ុប ស្ករ ស ទឹក ត្រី ច្បល់ គ្រឿង សាច់ គោ នឹង ឲ្យ សព្វ ចូល គ្នា រួច ហើយ ខ្ញុំ ក៏ ចាក់ ម្ជូរ យើង ចូល តែ ម្ដង ខ្ញុំ ប្រើ ក្រូច ឆ្មា នឹង ឯង ទី អត់ មាន អំពិល ខ្ញុំ ប្រើ ទឹក ក្រូច ឆ្មា ចិត្ត ខ្ញុំ បើ ថា ចង់ ញ៉ាំ អី ហើយ ខ្ញុំ អត់ ដែរ រងចាំ ថា អូ តើ ចាំ គ្រប់ គ្រឿង ចាំ ស្ល ញ៉ាំ ចាំ ធ្វើ ញ៉ាំ អត់ ទេ ខ្ញុំ ច្នៃ ធ្វើ តាម នឹង ឯង ដូច ថ្ងៃ នេះ នៅ ផ្ទះ អត់ មាន ម្ជូរ អំពិល ខ្ញុំ បង់ ក្រូច ឆ្មា តែ ម្ដង ខ្ញុំ ដាក់ គ្រឿង រួច រាល់ អស់ ហើយ ខ្ញុំ ក៏ ចាក់ ទឹក ចូល បន្តិច រងាស់ សាច់ នឹង ទៅ ឥឡូវ ទុក វា ម្ងាស់ នឹង ទៅ ខ្ញុំ បែរ មក អាំង សាច់ មាន់ យើង វិញ ម្ដង ចា ខ្ញុំ តម្រៀប សាច់ នឹង ចូល ក្នុង ឆ្នាំង នឹង រួច ហើយ ខ្ញុំ ក៏ យក វា ទៅ អាំង ខ្ញុំ ដាក់ វា អាំង ទៅ រួច ខ្ញុំ ក៏ បែរ មក មើល ឆ្នាំង ស្ល ខ្ញុំ វិញ ម្ដង សាច់ នឹង ផុយ ល្មម ហើយ ខ្ញុំ ក៏ បង់ ត กูล ចូល ទៅ ថ្ងៃ នេះ ខ្ញុំ ធ្វើ ម្ហូប បដា ខ្ញុំ លេង ជាមួយ កូន បដា ខ្ញុំ ធ្វើ ម្ហូប ឆ្អិន ហើយ បងប្អូន អើយ ខ្ញុំ ភ្លេច ដាំ បាយ នេះ លទ្ធផល ស្ល ខ្ញុំ ឆ្អិន រួច រាល់ អស់ ហើយ បាយ ខ្ញុំ អត់ ទាន់ ដាំ ខ្ញុំ ដួស អង្ករ រួច ហើយ ថា លាង អង្ករ នឹង ដាំ បាយ ចាំ ធ្វើ ម្ហូប តាម ក្រោយ មិនដឹង នឹក ឃើញ យ៉ាង ម៉េច ទេ តែ ភ្លេច ដាំ បាយ តកើត នេះ បងប្អូន អើយ ម្ហូប ខ្ញុំ ឆ្អិន រួច រាល់ អស់ ហើយ តែ មើល បាយ មិន ទាន់ ដាំ ផង មាន បងប្អូន ណា ខ្លះ ដូច ខ្ញុំ ចាំ ជួយ comment ម្នាក់ មួយ មក ម្ហូប ឆ្អិន រួច រាល់ អស់ ហើយ បាយ អត់ ទាន់ ឆ្អិន នេះ ឥឡូវ លទ្ធផល អង្គុយ ចាំ បាយ